ប៉ុន្តែមានសារមួយមានការខមមិនមួយចូលមកថាបាត់សម្ដេចសខេងខ្ញុំក៏បានចូលទៅក្នុងទៅឆ្លើយតបថាសម្ដេចសខេងជាស៊ីវិលគាត់មិនពាក់ឋានន្តរៈមិនពាក់ស័ក្តិដូចជាទាហាននោះទេការពិតគឺសម្ដេចកលាហោមនៅឆ្នាំ1997-98ពេលនោះគាត់និយាយថាបើសិនជាខ្ញុំពាក់ស័ក្តិខ្ញុំពាក់ស័ក្តិ5ទេអត់ពាក់ស័ក្តិធំជាងនៅព្រោះពេលហ្នឹងគឺកំពុងតែទេបាណាស័ក្តិទេបាណាស័ក្តិចឹងស្ថានភាពនេះគឺសូមបញ្ជាក់ថាសូមកុំមកព្យាយាមបបែកផ្ទៃក្នុងគណៈបកប្រជាជនចាំទៅអ្នកឯងទៅចាំអ្នកឯងកាន់តែបបែកខ្ញុំអ្នកឯងបែកខ្លួនឯងបែកខ្លួនឯងសូមកុំបបែកគណៈបកប្រជាជនឲ្យសោះអ្នកដែលធ្លាប់បបែកបបាក់គណៈបកប្រជាជនតែប្រហែលគឺបែកខ្លួនឯងទាំងអស់បែកខ្លួនឯងទាំងអស់ខ្ញុំហ៊ាននិយាយខ្ញុំហ៊ានធ្វើបែកខ្លួនឯងទាំងអស់បកប្រមាណហើយដែលចង់បបែកគណៈបកប្រជាជនប៉ុន្តែទីចុងបំផុតលទ្ធផលគឺបែកខ្លួនឯងទាំងអស់ហើយខ្ញុំនឹងបន្តធ្វើនៅកិច្ចការងារនេះដោយមិនទុកឲ្យអ្នកឯងរួចខ្លួនទេមិនទុកឲ្យអ្នកឯង